ទាំងនេះគឺជាការពិតខ្លះៗនៃចិត្តវិទ្យាងងឹតដែលអ្នកទាំងអស់គ្នាគួរដឹងទី1គ្មានអ្នកណាជំពាក់អ្នកទាំងអស់គ្នានោះទេគ្មានអ្នកណាជំពាក់អ្នកទាំងអស់គ្នានោះទេគឺជាការពិតដ៏ឃោរឃៅមួយប៉ុន្តែគឺជាការពិតដែលផ្ដល់នូវសេរីភាពបំផុតដែលអ្នកនឹងត្រូវប្រឈមមុខតាំងពីពេលដែលអ្នកទាំងអស់គ្នាកើតមកពិភពលោកមិនបានចុះកិច្ចសន្យាដើម្បីប្រព្រឹត្តចំពោះអ្នកទាំងអស់គ្នាដោយក្តីយុត្តិធម៌នោះទេឬក៏ដើម្បីផ្ដល់នូវភាពជោគជ័យឬក៏ផ្ដល់នូវរង្វាន់ចំពោះការខិតខំប្រឹងប្រែងរបស់អ្នកទាំងអស់គ្នាមុននឹងនិយាយតទៅមុខទៀតអ្នកទាំងអស់គ្នាត្រូវដឹងថាជីវិតមិនបានដំណើរការដោយសេចក្តីយុត្តិធម៌នោះទេតែវាដំណើរការទៅលើមូលហេតុនិងផលបំណងនៃលទ្ធផលនីមួយៗការជឿថាអ្នកដទៃជំពាក់នូវការគោរពឬក៏ឱកាសឬក៏ក្តីស្រឡាញ់ណាមួយគឺជាការជឿទុកចិត្តដ៏ឆ្កួតលប់ដែលមនុស្សយើងចូលចិត្តពិបាកចិត្តទៅនឹងភាពជូរចត់និងខកចិត្តចំពោះខ្លួនឯងសិទ្ធិអំណាចតាមចិត្តខ្លួនបានលួចបំពុលមហិច្ឆតាដោយស្ងៀមស្ងាត់ព្រោះថាវាបានបញ្ចុះបញ្ចូលអ្នកថាពិភពលោកគួរតែងាកមករកអ្នកគ្រាន់តែដោយសារអ្នកមានវត្តមានប៉ុណ្ណោះការពិតដ៏ឃោរឃៅមួយទៀតគឺគ្មាននរណាម្នាក់មានកាតព្វកិច្ចដើម្បីគ្រប់គ្រងនៅក្តីសុបិនរបស់អ្នកនោះទេឬក៏ស្ដាប់នឹងការឈឺចាប់របស់អ្នកឬក៏ប្រគល់ឱកាសឲ្យអ្នកដើម្បីឲ្យអ្នកចាប់ផ្ដើមក្នុងការធ្វើអ្វីមួយឲ្យបានជោគជ័យមនុស្សភាគច្រើនគឺផ្ដោតទៅលើការរស់នៅឬការរស់រានរបស់ខ្លួនឯងពួកគេមានបញ្ហាផ្ទាល់ខ្លួននិងគោលដៅផ្ទាល់ខ្លួនដូចគ្នាជាជាងផ្ដោតទៅលើការគិតរបស់អ្នកទាំងអស់គ្នាការពិតនេះអ្នកទាំងអស់គ្នាស្ដាប់ដំបូងមានអារម្មណ៍ថាវាខុសខើប៉ុន្តែវាបានផ្ដល់នូវអំណាចយ៉ាងខ្លាំងផងដែរព្រោះថាពេលដែលអ្នកទាំងអស់គ្នាជប់រំពឹងចាំជួយឬការអាណិតអាសូរការធានាពីអ្នកដទៃអ្នកទាំងអស់គ្នាក៏អាចគ្រប់គ្រងពេញលេញទៅលើជោគវាសនារបស់ខ្លួនឯងឡើងវិញការដែលយើងយកពេលទៅខ្វល់ជាមួយនឹងគំនិតរបស់អ្នកដទៃដែលគិតយ៉ាងម៉េចទៅលើខ្លួនយើងគួរតែផ្ដោតទៅលើសកម្មភាពរបស់ខ្លួនឯងវិញល្អជាងយើងមិនបាច់រងចាំទៅលើការ approval របស់អ្នកណាម្នាក់នោះទេអ្នកដែលនៅតែប្រកាន់ភ្ជាប់នៅគំនិតថាអ្នកដទៃជំពាក់ពួកគេនឹងជាប់គាំងនៅក្នុងសភាពមិនពេញចិត្តចូលចិត្តប្រៀបធៀបខ្លួនឯងនិងបន្ទោសខ្លួនឯងជាមួយនឹងការខកចិត្តជានិច្ចប៉ុន្តែសម្រាប់អ្នកដែលទទួលយកការពិតដ៏ឃោរឃៅនេះនឹងរៀនបង្កើតទ្វារផ្ទាល់ខ្លួននៅពេលដែលពួកគេគ្មានទ្វារបើកពួកគេជប់ខ្ជះខ្ជាយថាមពលទៅលើអ្វីដែលគួរកើតឡើងហើយផ្ទុយទៅវិញផ្ដោតទៅលើអ្វីដែលត្រូវធ្វើពួកគេនឹងតស៊ូមិនមែនដោយសារតែពិភពលោកជំពាក់ពួកគេនោះទេប៉ុន្តែដោយសារតែពួកគេបដិសេធមិនព្រមជំពាក់ពិភពលោកនៅសក្តានុពលដែលខ្ជះខ្ជាយសម្រាប់ពួកគេនៅថ្ងៃណាមួយដែលអ្នកទាំងអស់គ្នាចាប់ផ្ដើមមាន mindset បែបនេះអ្នកទាំងអស់គ្នាក៏លែងខ្វល់ពីអ្វីដែលអ្នកទាំងអស់គ្នានឹងត្រូវធ្វើឬខ្វល់ពីអ្វីដែលអ្នកដទៃគិតមកលើអ្នកទាំងអស់គ្នាអ្នកទាំងអស់គ្នានឹងមានថាមពលមួយនៅក្នុងការជឿទៅលើខ្លួនឯងហើយអ្នកទាំងអស់គ្នាក៏លែងភ័យខ្លាចនឹងការសាកល្បងអ្វីដែលថ្មីនៅពេលដែលអ្នកទាំងអស់គ្នាទទួលស្គាល់យ៉ាងពេញលេញថាគ្មានអ្នកណាជំពាក់អ្នកទាំងអស់គ្នានៅក្នុងជីវិតនេះអ្នកទាំងអស់គ្នានឹងបង្កើតសេរីភាពនៅក្នុងការទាមទារអ្វីៗគ្រប់បែបយ៉ាងដើម្បីខ្លួនឯងហើយការផ្លាស់ប្ដូរនេះនឹងផ្លាស់ប្ដូរនៅអ្វីគ្រប់យ៉ាងទាំងការគិតនិងរបៀបដែលអ្នកទាំងអស់គ្នាដើរចេញទៅក្រៅទាំងនេះគឺជាការពិតខ្លះៗនៃចិត្តវិទ្យាងងឹតដែលអ្នកទាំងអស់គ្នាគួរដឹងនៅក្នុងការរស់នៅប្រចាំថ្ងៃមនុស្សភាគច្រើនមិនបានខ្វល់ពីបញ្ហារបស់អ្នកទាំងអស់គ្នាទេមនុស្សភាគច្រើនមិនបានខ្វល់ពីបញ្ហារបស់អ្នកទេគឺជាការពិតមួយដែលអាចឲ្យអ្នកទាំងអស់គ្នាមានអារម្មណ៍ថាដូចជាត្រូវគេបានទះកំភ្លៀងមកលើខ្លួនឯងនៅពេលដែលវាចូលមកក្នុងចិត្តរបស់អ្នកទាំងអស់គ្នាដំបូងអ្នកធំឡើងដោយជឿថាបើអ្នករងទុក្ខខ្លាំងល្មមយំខ្លាំងល្មមហត់ខ្លាំងល្មមឬក៏ពន្យល់បានគ្រប់គ្រាន់ពិភពលោកនឹងយកចិត្តទុកដាក់ចំពោះអ្នកទាំងអស់គ្នាប៉ុន្តែពិភពលោកមិនប្រព្រឹត្តទៅដោយបែបនោះទេទោះជាមានអ្វីកើតឡើងក៏ដោយក៏ពិភពលោកនៅតែបន្តវិលទៅមុខជានិច្ចមនុស្សកំពុងតែរវល់ជាមួយនឹងបញ្ហាផ្ទាល់ខ្លួនការភ័យខ្លាចផ្ទាល់ខ្លួននិងការតស៊ូដែលគ្មានទីបញ្ចប់របស់ពួកគេអាចនឹងងក់ក្បាលពួកគេអាចនឹងបង្ហាញការអាណិតអាសូរមួយផ្លែតប៉ុន្តែដរាបណាអ្នកដើរចេញពួកគេនឹងត្រឡប់ទៅរកភាពវឹកវរនិងជីវិតប្រចាំថ្ងៃរបស់ពួកគេវិញការពិតនេះមិនមែនមានន័យថាមនុស្សទាំងអស់គឺខុសខើនោះទេប៉ុន្តែវាមានន័យថាពួកគេគឺជាមនុស្សហើយមនុស្សគឺមានអត្តន័យបែបនេះមនុស្សគ្រប់រូបមានបន្ទុកដែលខ្លួនឯងមើលមិនឃើញនិងជាបន្ទុកដែលគ្មាននរណាម្នាក់អាចមើលឃើញពេញលេញបានឡើយក្រៅពីខ្លួនឯងនៅពេលដែលអ្នកបង្ហាញបញ្ហារបស់អ្នកឲ្យពួកគេនឹងស្ដាប់ប៉ុន្តែនៅខាងក្នុងចិត្តរបស់ពួកគេកំពុងតែគិតពីវិក័យប័ត្របញ្ហាស្នេហាថ្ងៃកំណត់ឬក៏ជាបញ្ហាផ្ទាល់ខ្លួនដែលពួកគេត្រូវដោះស្រាយប្រចាំថ្ងៃនៅក្នុងថ្ងៃស្អែក
ការដែលយើងរំពឹងឲ្យអ្នកដទៃចែករំលែកនូវការឈឺចាប់របស់អ្នកនៅក្នុងកម្រិតដូចគ្នានេះដែរគឺកំពុងរៀបចំឲ្យខ្លួនឯងសម្រាប់ជួបនឹងការខកចិត្តជានិច្ចភាពស្រស់ស្អាតដ៏ឃោរឃៅនៃការពិតនេះគឺវាបង្ខំឲ្យអ្នកទាំងអស់គ្នារីកចម្រើនទៅមុខនៅពេលអ្នកដឹងថាមនុស្សភាគច្រើនមិនខ្វល់អ្នកនឹងឈប់យំដើម្បីទាមទារការចាប់អារម្មណ៍ពីពួកគេហើយក៏ចាប់ផ្ដើមស្វែងរកនូវដំណោះស្រាយសម្រាប់ខ្លួនឯងអ្នកឈប់រងចាំនូវការអាណិតអាសូរហើយចាប់ផ្ដើមកសាងនូវធនធានសម្រាប់ខ្លួនឯងបញ្ហារបស់អ្នកមិនមែនជាលុយដែលអ្នកអាចចំណាយដើម្បីទទួលបាននូវការអាណិតអាសូរនោះទេពួកវាគឺជាឧបសគ្គដែលអ្នកត្រូវធ្វើឲ្យខ្លួនឯងកាន់តែមុតស្រួចគឺជាមេរៀនដែលអ្នកត្រូវតែកែច្នៃសម្រាប់ខ្លួនឯងខ្ញុំនិយាយមកដល់ចំណុចនេះមិនមែនមានថាពិភពលោកនេះវាខុសខើដល់ថ្នាក់នេះ 100% នោះទេក៏មានមនុស្សខ្លះក៏គេព្រួយបារម្ភនិងគិតដល់អ្នកទាំងអស់គ្នាឧទាហរណ៍ដូចជាម្ដាយរបស់អ្នកទាំងអស់គ្នាជាដើមប៉ុន្តែអ្វីដែលខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាចាប់បាននៅក្នុងមេរៀននេះគឺថានៅពេលដែលអ្នកទាំងអស់គ្នាទទួលយកការពិតនេះបានកាន់តែលឿនអ្នកទាំងអស់គ្នាក៏ឈប់ពឹងផ្អែកទៅលើស្មារតីដ៏ផុយស្រួយហើយចាប់ផ្ដើមកសាងឆ្អឹងខ្នងដែលវាមិនមានការរង្គោះរង្គើដល់ខ្លួនឯងខ្ញុំធ្លាប់ជាមនុស្សដែលដេកដួលពិបាកចិត្តនៅក្នុងបន្ទប់ហើយក៏យកវាមកគិតឡើងវិញថាហេតុអ្វីបានជាខ្ញុំត្រូវឲ្យសិទ្ធិជ្រើសរើសរបស់អ្នកដទៃវាប៉ះពាល់ដល់អារម្មណ៍របស់ខ្លួនឯងយើងកាត់មកនៅក្នុងពិភពលោកនេះមានតែម្ដងតែប៉ុណ្ណោះមិនមែនជាហ្គេមអាច reset បានមកវិញនោះទេចឹងអ្នកទាំងអស់គ្នាដែលចង់ធ្វើអ្វីមួយគួរតែសាកធ្វើវាតែម្ដងទៅហេតុអ្វីបានជាយើងត្រូវធ្វើបាបខ្លួនឯងចាក់សោកខ្លួនឯងនៅក្នុងបន្ទប់ដោយសារតែការជ្រើសរើសរបស់នរណាម្នាក់ជ្រើសរើសដើរចេញពីអ្នកទាំងអស់គ្នាហើយអ្នកទាំងអស់គ្នាក៏ត្រូវមកពិបាកចិត្តនៅក្នុងបន្ទប់ម្ដងហើយម្ដងទៀតខ្ញុំក៏ទើបតែនឹកឃើញនៅរឿងនេះនៅក្នុងថ្ងៃនេះហើយក៏បាន regain consciousness របស់ខ្ញុំមកវិញយ៉ាងហោចណាស់នៅក្នុងជីវិតនេះវាមានរឿងច្រើនដើម្បីធ្វើយើងកុំឲ្យតែរឿងឧបសគ្គមួយធ្វើឲ្យយើងបាត់បង់នៅអារម្មណ៍នៅក្នុងការធ្វើអ្វីទាំងអស់អរគុណអ្នកទាំងអស់គ្នាដែលស្ដាប់វីដេអូនេះពីដើមរហូតដល់ចប់ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងអាចធ្វើវាបានហើយអ្នកដែលមិនទាន់ចុច Subscribe Channel YouTube Admin ជួយចុចមួយមកនិង Follow នៅក្នុង Channel នេះមួយផងទាំងនេះគឺជាការពិតខ្លះៗនៃចិត្តវិទ្យាងងឹតដែលអ្នកទាំងអស់គ្នាគួរដឹងនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃជីវិតមិនមានយុត្តិធម៌នោះទេជីវិតមិនមានយុត្តិធម៌គឺជាការពិតមួយដែលពិបាកនៅក្នុងការបំភាន់ភ្នែកដែលមនុស្សភាគច្រើនពិបាកនៅក្នុងការរក្សាទុកអ្នកអាចធ្វើអ្វីគ្រប់យ៉ាងបានដោយត្រឹមត្រូវធ្វើការយ៉ាងលំបាកប្រព្រឹត្តទៅចំពោះមនុស្សដ៏យកចិត្តទុកដាក់ឬចេះគោរពទៅតាមច្បាប់ប៉ុន្តែនៅតែត្រូវគេមើលរំលងឬក៏ត្រូវគេក្បត់ឬក៏ត្រូវគេទុកចោលជាដើមទន្ទឹងនឹងនោះដែរអ្នកដទៃដែលកាត់បន្ថយការងារឬប្រើល្បិចប្រើប្រាស់ឬគ្រាន់តែបានកើតនៅក្នុងស្ថានភាពដែលល្អជាងអ្នកដែលបានផ្ដល់នូវអត្ថប្រយោជន៍ដែលអ្នកនឹងមិនអាចប៉ះពាល់បានឡើយពិភពលោកមិនអាចដំណើរការទៅដោយយុត្តិធម៌នោះទេស្ដាប់ទៅកន្លែងនេះវាដូចជាបទញុះញង់ដែលធ្វើឲ្យអ្នកទាំងអស់គ្នាលែងជឿទៅលើភាពពិតឬក៏ជឿទៅលើយុត្តិធម៌មាននៅក្នុងសង្គមយើងសពថ្ងៃប៉ុន្តែនៅក្នុងសភៅ Dark Threads Psychology គឺគេបកស្រាយដល់បែបនេះពិភពលោកគឺវាដំណើរការទៅតាមអំណាចការនៃការគ្រប់គ្រងពេលវេលានិងអាកាសហើយនេះហើយគឺជាមូលហេតុដែលសោកនាដកម្មកើតឡើងចំពោះមនុស្សស្លូតត្រង់ភាពពុករលួយរីកចម្រើននិងការខិតខំមិនតែងតែស្មើនឹងរង្វាន់នោះទេការឈឺចាប់នៃការពិតនេះគឺខុសខើណាស់ព្រោះវាដកយកការកុហកដែលលួងលោមចិត្តថាយុត្តិធម៌កើតឡើងដោយស្វ័យប្រវត្តិនៅក្នុងសង្គមដែលយើងរស់នៅអ្នកអាចស្រឡាញ់នរណាម្នាក់ឲ្យអស់ពីបេះដូងមិនដែលបង្កើតកំហុសឬក៏គ្រាន់តែធ្វើឲ្យគេទាស់ចិត្តម្ដងទោសទាំងអស់នោះក៏ធ្វើឲ្យអ្នកទាំងអស់គ្នាក្លាយជាមនុស្សអាក្រក់ភ្លាមហើយនេះគឺជាការពិតនៃជីវិតនឹងធ្វើឲ្យបេះដូងអ្នកបែកបាក់សាកល្បងនៃការអត់ធ្មត់របស់អ្នកហើយផ្ដល់ឲ្យអ្នកនូវការបាត់បង់ដែលអ្នកមិនសមនឹងទទួលបានមនុស្សខ្លះកើតមកមានទ្រព្យសម្បត្តិខណៈពេលអ្នកផ្សេងទៀតចាប់ផ្ដើមនៅក្នុងភាពក្រីក្រពីកំណើតខ្លះក៏ទទួលបានសម្រស់និងសុខភាពពីកំណើតខណៈពេលដែលអ្នកដទៃទៀតត្រូវប្រយុទ្ធប្រឆាំងនឹងជំងឺតាំងពីដើមមកភាពយុត្តិធម៌មិនដែលជាមូលដ្ឋានគ្រឹះនៃការអតិភិបនៅក្នុងការរស់នៅនោះទេវាគឺជាការសមាសម័យរបស់មនុស្សដែលបានអព្យាក្រឹតទៅលើពិភពលោកដ៏វឹកវរមួយនេះនិយាយជារួមមកខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថាមនុស្សដែលកើតឡើងជាមួយនឹង privilege ឬក៏របស់ដែលមានស្រាប់ពួកគេតែងតែឈ្នះនៅមនុស្សដែលអន់ដូចជាយើងតាំងពីកំណើតមកខ្ញុំនិយាយនេះមិនមែនប្រាប់ឲ្យអ្នកទាំងអស់គ្នាបាក់ទឹកចិត្តនោះទេគ្រាន់តែចង់ប្រាប់ការពិតមួយថាបើសិនជាគេកើតមកនៅក្នុងសភាពដែលគេត្រូវដើរយើងក៏ត្រូវរត់ដូចគ្នាប៉ុន្តែលក្ខនៅក្នុងភាពអយុត្តិធម៌នេះក៏មានសេរីភាពដូចគ្នា
នៅពេលដែលអ្នករងចាំឲ្យជីវិតមានយុត្តិធម៌អ្នកឈប់ខ្ជះខ្ជាយធម្មពលទៅលើការមិនពេញចិត្តឬក៏បង្កើតលេសចំពោះខ្លួនឯងអ្នកដឹងថាអ្វីដែលអ្នកអាចគ្រប់គ្រងបានគឺមានតែរបៀបដែលអ្នកឆ្លើយតបតែប៉ុណ្ណោះការពិតដែលថាជីវិតមិនយុត្តិធម៌មានន័យថាអ្នកមិនអាចទាញលទ្ធផលមុនបាននោះទេប៉ុន្តែវាមានន័យថាអ្នកមិនត្រូវបានជាប់នៅក្នុងដែនកំណត់នោះទេអ្នកអាចងើបឡើងទោះបីជាមានឧបសគ្គយ៉ាងណាក៏ដោយអាចថាភាពជោគជ័យទោះបីជាមានភាពអន់ថយនិងបង្កើតផ្លូវមួយទោះបីជាអ្នកមិនអាចគ្រប់គ្រងនៅអ្វីគ្រប់យ៉ាងបានក៏អ្នកបានសាកល្បងវាភាពយុត្តិធម៌មិនកំណត់ទៅលើអនាគតរបស់អ្នកនោះទេប៉ុន្តែភាពរឹងមាំការតាំងចិត្តនិងការបដិសេធមិនចោះចាញ់របស់អ្នកទេដែលជាអ្នកកំណត់ជោគវាសនារបស់អ្នកទទួលយកនឹងការពិតនេះហើយអ្នកនឹងឈប់អង្វរពីជីវិតដែលប្រព្រឹត្តទៅដោយមានចិត្តល្អនិងការចាប់ផ្ដើមទាមទារនូវយុត្តិធម៌នៅក្នុងជីវិតហើយបកទៅលើការអភិវឌ្ឍខ្លួនឯងបន្តទៅមុខអរគុណអ្នកទាំងអស់គ្នាដែលស្ដាប់វីដេអូនេះពីដើមរហូតដល់ចប់ហើយអ្នកដែលមិនទាន់បានចុច Subscribe ជួយចុច Subscribe Channel YouTube Admin មួយមកហើយគ្នាយើងកុំភ្លេចជួយ stream វីដេអូនៅក្នុង YouTube ឲ្យ Admin មួយផងព្រោះឥឡូវ Admin ប្រហែលជាចិត្តគ្រប់ម៉ោងរបស់ YouTube ហើយនៅខ្វះប្រហែលជា 2000 ម៉ោងទៀតអញ្ចឹងអរគុណអ្នកទាំងអស់គ្នាដែលស្ដាប់វីដេអូនេះពីដើមរហូតដល់ចប់អញ្ចឹងយើងជួបគ្នានៅក្នុងវីដេអូក្រោយបាយ